បងប្អូនមើលបន្លាយទឹកទៀតអត់មានអីមើលទេសុខស្រែមានតែមើលបន្លាយទឹកមើលបន្លាយទឹកហើយនឹងមើលស្រោហ្នឹងឯងអានេះស្រោសន្ទូងគេគឺអាយុនេះគឺអាយុ1ខែនេះគឺម៉ោង6ហើយនៅស្រុកជប៉ុនខ្មែរយើងទៅម៉ោង4ដែរហើយមើលកសិករគេសម្អាតស្មៅគេបាញ់ថ្នាំទេណាគេកាត់ឡើយនេះស្រែម្ដុំនេះគឺជាស្រែលក្ខណៈគេធ្វើជាក្រុមពេលគេសម្អាតហ្នឹងគឺគេសម្អាតជាក្រុមហ្មងគឺតែសភាពសុខស្រែមានអីទេមានតែប៉ុណ្្នឹងឯងមើលថ្ងៃលិចលើខ្នងភ្នំខាងភ្នំហ្នឹងគឺសមុទ្រជនបទគេគឺអត់មានដើមឈើទេម្ដុំនេះគឺដែលបងប្អូនឃើញហ្នឹងគឺសាគុរ៉ាទេដោយសារតែតាមភ្លឺស្រែជប៉ុនគេអត់ដាំដើមឈើទេព្រោះឫសរបស់វាធ្វើឲ្យមានបញ្ហាដល់ភ្លឺស្រែដល់ប្រព័ន្ធទឹករបស់គេហើយណាមួយដើមឈើវាធ្វើឲ្យស្រោហ្នឹងមានមេរោគធ្វើឲ្យស្រោហ្នឹងទន់ខ្សោយចឹងគេអត់ដាំទេ